ដូចខ្ញុំនិយាយនៅក្នុងវីដេអូមុនអញ្ចឹងថាការគិតនិងផ្នត់គំនិតរបស់មនុស្សម្នាក់ៗគឺផ្សេងគ្នាយើងមិនអាចឲ្យមនុស្សគ្រប់រូបទាំងអស់មានចិត្តគំនិតដូចគ្នាបានទេបងប្អូនណាហ្នឹងហើយអញ្ចឹងដោយអ្វីដែលខ្ញុំអឺបានដឹងនៅពេលខ្លះហ្នឹងហើយខ្ញុំតែងតែសួរហ្នឹងហើយមិត្តភ័ក្តិអ្នកដែលខ្ញុំស្គាល់ខ្ញុំសួរថាហេតុអីបានជាអ្នកឯងមកធ្វើការនៅប្រទេសផ្សេងហើយអត់នៅធ្វើការប្រទេសកំណើតខ្លួនឯងអញ្ចឹងមានមតិពួកគាត់មួយចំនួនគាត់និយាយថាដោយសារកត្តាជីវភាពដោយសារនៅប្រទេសរបស់ពួកគាត់ហ្នឹងតាក់ទងជាមួយនឹងប្រាក់ខែតាក់ទងជាមួយនឹងសេដ្ឋកិច្ចនឹងឲ្យតាក់ទងជាមួយនឹងអ្វីផ្សេងហ្នឹងវារៀង low ចង់និយាយអញ្ចឹងណាវារៀងទាបប្រាក់ខែវារៀងទាបអញ្ចឹងដោយសារកត្តាហ្នឹងហើយទើបគាត់សម្រេចចិត្ត move out មានថាគាត់សម្រេចចិត្តចាកចេញពីប្រទេសរបស់គាត់មកធ្វើការនៅប្រទេសផ្សេងអញ្ចឹងណាហ្នឹងហើយដោយជាក់ស្ដែងផ្ទាល់នៅប្រទេស New Zealand នេះផ្ទាល់ហ្នឹងហើយដែលខ្ញុំសួរ friend មួយចំនួនណាហើយខ្ញុំក៏សួរបន្តទៀតសួរថាអ្នកឯងមានបំណងនៅពេលអនាគតហ្នឹងឯងអ្នកឯងមានបំណងចង់នៅទីនេះតែម្ដងឬយ៉ាងម៉េចអញ្ចឹងណាហ្នឹងហើយក៏មានពួកគាត់ដែលជាជនជាតិផ្សេងទេបងប្អូនណាព្រោះខ្ញុំនៅនេះខ្ញុំនិយាយត្រង់ទៅខ្ញុំអត់មាន friend ខ្មែរទេបងប្អូនដោយសារនៅកន្លែងដែលខ្ញុំធ្វើការខ្ញុំមានតែ friend ជនជាតិគេហ្វីលីពីនឥណ្ឌាគីវីប្រេស៊ីលនិយាយចំគឺ other foreigner ចង់និយាយ other country ប្រទេសផ្សេងអញ្ចឹងបងប្អូនខ្ញុំអត់មានខ្មែរទេនឹងហើយវាអកុសលដែរដែលកន្លែងធ្វើការខ្ញុំអត់មានខ្មែរសោះតែម្ដងហ្នឹងហើយអញ្ចឹងវារៀងពិបាកដែរហ្នឹងហើយតែបើកន្លែងបងប្អូនមួយចំនួនដែលគាត់មកធ្វើការនៅប្រទេសនេះគាត់សម្បូរទៅដោយជនជាតិខ្មែរអីទៅអានឹងគាត់សំណាងទៅណាតែខ្ញុំអកុសលអត់មានខ្មែរទេណាហ្នឹងហើយអញ្ចឹងខ្ញុំក៏សួរគាត់បន្តទៀតទៅអ្នកខ្លះក៏គាត់ថាគាត់មានបំណងមកនៅអញ្ចឹងគាត់នឹងព្យាយាមកែប្រែនៅវីសារបស់គាត់ហ្នឹងឬគាត់ត្រូវតែរៀបបន្ថែមដើម្បីយករកនៅចំណេះជំនាញណាដែលគាត់អាច apply រកអ្នក sponsor ណាតកែណាដែលអាច sponsor គាត់នៅពេលអនាគតគាត់អាច apply យក PR បានអញ្ចឹងណាដោយសារគាត់និយាយថានៅប្រទេស New Zealand ទី1គាត់អាចរកប្រាក់បៀវត្សខ្ពស់ជាង higher ខ្ពស់ជាងប្រទេសគាត់ទី1ទី2គាត់មើលឃើញតាក់ទងនឹងការឈឺស្កាត់យកប្រឡប់អីគឺនៅស្រុកនេះ free ទី3តាក់ទងនឹងអនាគតរបស់កូនរបស់គាត់ណាដែលកូនរបស់គាត់រៀន free ហើយទី4តាក់ទងនឹងអត្ថប្រយោជន៍នៅពេលដែលគាត់ចាស់ទៅគឺចាស់ទៅគាត់មានលុយចូលនិវត្តន៍ចង់និយាយអញ្ចឹងណាមិនចាំបាច់ទៀមទាលុះត្រាតែគាត់ធ្វើការរត់ទេនៅទីនេះចាស់ទៅគឺគាត់មានលុយចូលនិវត្តន៍ហើយចង់បញ្ជាក់អញ្ចឹងណាគឺ4ចំណុចធំហ្នឹងដែលធ្វើឲ្យជំរុញវាpush នៅ feeling របស់គាត់ហ្នឹងឲ្យគាត់ហ្នឹងចង់មកនៅប្រទេសគេតែក៏មានអ្នកខ្លះទៀតខ្ញុំសួរដែរគាត់ថាគាត់អត់មានបំណងទេមានថាគាត់អត់ pretend អត់មានបំណងថាគាត់នៅប្រទេសគេទេគឺគាត់មក3ឆ្នាំឬក៏5ឆ្នាំវីសារបស់គាត់ហ្នឹងគឺគាត់មកដើម្បីរកតែលុយទេពេលដែលគាត់រកលុយចប់គឺគាត់ត្រឡប់ទៅប្រទេសកំណើតគាត់វិញហើយគាត់នឹងទិញដីទិញធ្លីអញ្ចឹងទៅគាត់នៅជាមួយគ្រួសារគាត់វិញខ្ញុំចង់បញ្ជាក់អញ្ចឹងណាហ្នឹងហើយអញ្ចឹងបាទខ្ញុំចង់បញ្ជាក់ថាលើលោកនេះឬក៏មនុស្សទាំងអស់គ្នាអត់មានអ្នកណាខុសអត់មានអ្នកណាគេត្រូវទេអ្នកដែលគាត់មានបំណងរួចទៅហើយដែលគាត់ចង់មកនៅប្រទេសនេះអញ្ចឹងគាត់រៀនបន្ថែមគាត់រកអ្វីដែលគាត់ថាអាច support ខ្លួនគាត់ដើម្បីឲ្យគាត់បានសិទ្ធិរស់នៅទីនេះក៏គាត់មិនខុសអ្នកដែលគាត់មកនៅទីនេះហើយ
ដែលគាត់មកធ្វើការទីនេះហើយគាត់ត្រឡប់ទៅវិញគាត់អត់មានបំណងចង់នៅប្រទេសនេះទេក៏អត់ខុសវាជាការសម្រេចចិត្តខ្ញុំចង់បញ្ជាក់ថាវាជាការសម្រេចចិត្តរបស់មនុស្សជាការស្រឡាញ់របស់មនុស្សអត់មានតែគេខុសអត់មានតែគេត្រូវទេណាយើងអត់អាចទៅបន្តិចប្រអាក់គាត់ឬក៏យើងទៅនិយាយថាបុគ្គលនេះខុសបុគ្គលនេះល្ងងណាស់បុគ្គលនេះឆោតណាស់មិននៅប្រទេសនេះទៅអត្ថប្រយោជន៍ច្រើនបងប្អូនមនុស្សខុសគ្នាហ្នឹងហើយបងប្អូនខ្លះដែលជាជនជាតិហ្នឹងក៏គាត់ហ្នឹងហើយបានមកគាត់បានយកកូនគាត់មកដោយសារគាត់មានលទ្ធភាព income គាត់គឺវា enough វា enough ដែលគាត់អាច sponsor ប្តីប្រពន្ធនិងកូនគាត់មកបានដោយសារលទ្ធភាពគាត់អាចគ្រប់គ្រាន់ណាតែក៏មានបងប្អូនខ្លះគាត់មកបានតែប្តីប្រពន្ធទេដោយសារលទ្ធភាពគាត់អត់អាច sponsor កូនគាត់មកបានហើយមានអ្នកខ្លះទៀតគាត់មានលទ្ធភាពមានថាគាត់ enough income គាត់គ្រប់គ្រាន់ហើយតែគាត់អត់យកកូនគាត់មកទេដោយសារគាត់គិតថាគាត់មកតែ3ឆ្នាំទេឬក៏5ឆ្នាំទេអញ្ចឹងបើសិនយកកូនមកពិបាកត្រូវទុកមនុស្សម្នាក់ដើម្បីនៅមើលកូនឬក៏បើសិនជាក្នុងករណី3ឆ្នាំឬក៏5ឆ្នាំហ្នឹងគាត់អត់អាចទៅដល់អាវីសានឹងបានទេណាអញ្ចឹងគាត់ត្រឡប់ទៅវិញវាពិបាកនៅពេលដែលយកកូនគាត់មកដល់ហើយទៅត្រូវ back ទៅវិញកូនគាត់តាក់ទងនឹងការខាតរៀនតាក់ទងនឹងស្អីផ្សេងវាពិបាកអញ្ចឹងគាត់គិតឃើញអញ្ចឹងគាត់ក៏អត់តន់យកកូនគាត់មកឬក៏គាត់មិនមានបំណងយកកូនគាត់មកទេគាត់មកដើម្បីតែរលុយប្រៃប្រពន្ធគាត់ហ្នឹងទៅបើបងប្អូនដឹងថាប្រទេសគេនេះបងប្អូនអត់អាចទុកកូនចោលបានទេណាដាក់កូននៅ daycare នៅអាការដែលគេមើល look after កូនយើងហ្នឹងក៏ត្រូវអស់លុយដែរណាហើយយើងអត់អាចបលែងកូនយើងអារ៉េបានទេស្រុកគេនេះបងប្អូនណាយើងត្រូវ look after ហើយអញ្ចឹងបើយើងយកកូនយើងមកយើងត្រូវតែមានទូនាទីមនុស្សម្នាក់នៅមើលកូនយើងហើយបងប្អូនអញ្ចឹងវាបាត់ចំណូលអញ្ចឹងខ្ញុំចង់បញ្ជាក់ណាហ្នឹងហើយអញ្ចឹងបាទខ្ញុំចង់បញ្ជាក់ថាវាមានការសម្រេចចិត្តផ្សេងគ្នាអត់មានគេខុសអត់មានគេត្រូវទេបងប្អូនណាហ្នឹងហើយកុំទៅយំសោចគេមិនបាច់យំសោចបងប្អូនហ្នឹងហើយព្រោះមនុស្សម្នាក់វាមានការសម្រេចចិត្តមានការស្រឡាញ់ការរំភើបមាន dream ផ្សេងគ្នាណាបងប្អូនណាហ្នឹងហើយអរគុណច្រើន